ពណ៌ក៏ស្រស់រសជាតិក៏ឆ្ងាញ់មានរសជាតិជូរប្រៃសម្លម្ជូរយើងថ្ងៃនេះឆ្ងាញ់ណាស់បងប្អូនហើយជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកស្លម្ជូរក្រាក់ពោះគោបងប្អូនរសជាតិវាជូរប្រៃបងប្អូនអើយឆ្ងាញ់ខ្លាំងមែនតែនឥឡូវមកមើលគ្រឿងផ្សំយើងមានគល់ក្រីយើងមានដេងយើងមានស្លឹកក្រូចសើចយើងមានល្មៀតនិយាយទៅយើងស្លអាហ្នឹងគេហៅម្ជូរព្រៃបងប្អូនហើយបន្លែយើងដាក់តាមការចូលចិត្តទៅខ្ញុំដាក់ត្រប់ស្រួយហើយនឹងម្ទេសបងប្អូនបន្លែបងប្អូនចង់ដាក់តកួនក៏បានដាក់អីក៏បានដែរតែខ្ញុំដាក់តែពីរមុខនេះណាបងប្អូនឥឡូវយើងមកចិត្តបន្លែយកទៅលាងទឹកបងប្អូនដោយសារយើងចិត្តហើយចាំទៅលាងទឹកអញ្ចឹងក៏ម្យ៉ាងដែរបងប្អូនអាចនឹងចិត្តហើយយកទៅលាងឬក៏លាងហើយចាំចិត្តក៏បានដែរស្រេចតែបងប្អូននេះណាឥឡូវនេះយើងចិត្តរួចរាល់ហើយយើងមានម្រះព្រៅបងប្អូនរនឹកម្រះព្រៅរនឹកអត់ឃើញហ្មងណាឥឡូវនេះរួចរាល់ហើយយើងយកទៅលាងទឹករួចហើយយើងយកលក្ខីមកដំបងប្អូនចិត្តក៏បានដែរតែខ្ញុំដំអញ្ចឹងទៅវាអត់សូវញ៉ៃញ៉ៃក្នុងឆ្នាំងពេលដែលយើងកូរវាយើងដំវាអញ្ចឹងទៅហើយដេងយើងដំក៏បានយើងចិត្តក៏បានល្មៀតចិត្តក៏បានដំក៏បានដែរខ្ញុំដំខ្លះខ្ញុំចិត្តខ្លះអញ្ចឹងណាហើយលក្ខក្រូចយើងដាក់ទាំងមូលក៏បានបេះវាយកតំណុងខ្នងវានឹងចេញក៏បានដែរហើយស្លឹកខ្ទឹមសបងប្អូនច្រឡំថាខ្ទឹមសយើងហ្នឹងយើងដំវារៀងតិចទៅឲ្យវារៀងកប៉ែតតិចទៅយើងយកទៅកូរគ្រឿងទៅវាឈ្ងុយបងប្អូនបើដាក់ទាំងមូលទៅអត់សូវឈ្ងុយហ្មងទេឥឡូវនេះគ្រឿងផ្សំយើងហ្នឹងរួចរាល់ហើយយើងមកចិតបន្លែម្ដងយើងចិតត្រប់បងប្អូនចង់ចិតជា2ក៏បានចិតជា4ក៏បានដែរស្រេចតែការចូលចិត្តទេណាហើយម្ទេសនេះបងប្អូនចិតយកគ្រាប់ចេញក៏បានអត់ក៏បានដែរព្រោះថាដាក់ទាំងមូលក៏បានដែរតែខ្ញុំអត់ដាក់ទាំងមូលខ្ញុំចិតវាអញ្ចឹងណាហើយឥឡូវយើងច្រាំម្ទេសក្រហមយើងច្រាំឲ្យម៉ត់ទៅយើងយកទៅកូរជាមួយគ្រឿងបងប្អូនតែយើងអត់បុកគ្រឿងទេយើងគ្រឿងយើងដាក់ទាំងមូលមិញហ្នឹងណាហើយដាក់ប្រហុកតាមការចូលចិត្តទៅប្រហុកខ្ញុំច្រាំរៀងក្រាលដែរដល់ពេលស្លទៅខ្ញុំរៀងលួចប្រហុកវិញអត់ដាក់ទាំងអស់ចឹងណាឥឡូវយើងមកហាន់ពូគោនេះពូគោខ្មែរយើងណាបងប្អូនខ្ញុំទុកក្នុងទូហ្នឹងវាយូរដែរហើយរៀងថាភ្លេចរហូតថាយកមកឡហ្នឹងចេះតែភ្លេចឥឡូវនេះស្លប្រហើយហ្មងទៅទិញមកដូចជា2គីឡូចេះមិនដឹងទេទៅញ៉ាំវិសល់ទៅឥឡូវប្រហើយវាចុងក្រោយហ្នឹងញ៉ាំអស់មកទុកយូរពេកឥឡូវហ្នឹងយើងហាន់ហើយបន្លែគ្រឿងផ្សំយើងរួចរាល់ណាបងប្អូនមានត្រប់មានម្ទេសចឹងទៅមានគល់ក្រីមានអីគ្រឿងក្រៅយើងឲ្យភ្លេចប្រាប់បងប្អូនយើងមានខ្ទិះដូងណាយើងដាក់ខ្ទិះដូងបងប្អូនអត់ខ្ទិះដូងអាចដាក់ទឹកដោះគោឆៅក៏បានដែរអត់អីទេតែខ្ញុំមានខ្ទិះដូងចឹងខ្ញុំដាក់ខ្ទិះដូងទៅហើយភ្លេចមិនបាននោះគឺម្រះព្រៅបងប្អូនព្រោះវាកាត់ឆ្អាបកាត់អីចឹងណាឥឡូវយើងដាក់គោគ្រឿងយើងគល់ក្រីយើងហ្នឹងយើងយកម្លិញវាឲ្យឈ្ងុយហើយបានយើងដាក់ខ្ទឹមក្រហមចឹងដែរអូចេះតែខុសហ្មងបងប្អូនដាក់ម្ទេសក្រហមយើងមិញហ្នឹងតែម្ទេសច្រាំយើងហ្នឹងយើងយកពណ៌វាកុំឲ្យវាស្លេកពេកអីចឹងណាបងប្អូនតាមម្ទេសហ្នឹងឲ្យវាឆ្ងាញ់វាមិនឆ្ងាញ់ទេគេគ្រាន់តែដាក់យកពណ៌អីចឹងណាឥឡូវនេះយើងលិញម្ទេសយើងរួចហើយយើងដាក់ប្រហុកចូលបងប្អូនប្រហុកហ្នឹងខ្ញុំថាដំបូងដាក់ទាំងអស់ឥឡូវនេះលួចវាជាងពាក់កណ្ដាលហ្នឹងទៅកុំឲ្យដាក់ច្រើនពេករៀងស្អុយប្រហុកហ្នឹងរៀងស្អុយដែរដោយសារប្រហុកធ្វើខ្លួនឯងហើយវាយូរឆ្នាំអញ្ចឹងអញ្ចឹងទៅវារៀងធំក្លិនរៀងចាស់បន្តិចហើយឥឡូវនេះយើងដាក់យើងកូរប្រហុកគោអីហើយយើងដាក់ពូគោយើងចូលបងប្អូនពូគោនេះខ្ញុំស្ងោរហើយម្សាខ្ញុំងាស់វាឡើងចិត្តផុយហ្នឹងអញ្ចឹងខ្ញុំងាស់នៅក្នុងឆ្នាំងពេលឡនេះងាស់តែប្រហែលជាកន្លះម៉ោងឯទៀតគឺវាផុយហើយដោយសារខ្ញុំស្ងោរវាស្រេចមកហើយវាផុយស្រេចអញ្ចឹងណាបើតាមតែការស្លរងាស់វាហ្មងគឺមកព្រឹកធំហ្មងឥឡូវនេះយើងដាក់ខ្ទិះដូងខ្ទិះដើមយើងហ្នឹងចូលកូរម្លិញវាឲ្យរៀងនិយាយទៅពុះគោយើងរៀងដាច់ទឹកអញ្ចឹងចាំយើងដាក់ខ្ទិះដូងយើងចូលអញ្ចឹងណាដាក់ខ្ទិះដើមមុនអញ្ចឹងឥឡូវខ្ញុំបង់អំពិលទុំបងប្អូនអំពិលខ្ញុំបង់ទាំងអស់នោះដោយសារអំពិលខ្ញុំអត់មានគ្រាប់ទេមានតែសាច់អញ្ចឹងខ្ញុំបង់ជាមួយហ្មងទៅឥឡូវនេះយើងដាក់ខ្ទិះចុងយើងដែលសល់នោះយើងដាក់ប្រហើយនិយាយទៅដាក់ម្ដងបន្តិចទៅកុំឲ្យវារាវព្រោះសម្លម្ជូរព្រៃនេះយើងអត់ត្រូវការឲ្យវារាវខ្លាំងទេអាហ្នឹងគេហៅម្ជូរព្រៃម្ជូរក្រាក់ហ្នឹងបងប្អូននឹងមួយណាត្រូវមួយណាខុសទេឥឡូវនេះយើងងាស់ពុះគោយើងនឹងឡើងផុយណាបងប្អូនអញ្ចឹងយើងត្រូវការដាក់ត្រប់ចូលហើយបងប្អូនអើយខ្ញុំរវល់តាធ្វើអីភ្លេចខ្លួនតិចរៀងផុយតិចបន្លែអញ្ចឹងបន្លែបងប្អូនអាចនេះដាក់តាមអំពុះទៅល្មមខ្ញុំរៀងផុយបន្តិចរៀងស្លោក
ហើយមិនស្លោកធម្មតាលេងរៀងចង់ផុយណាលើបន្លែយើងនេះហើយយើងដាក់ម្រះព្រៅចូលទៅជាការស្រេចឯងបងប្អូនអញ្ចឹងបន្លែយើងក៏ល្មមអីក៏ល្មមយើងបងម្រះព្រៅទៅអាចបិទភ្លើងបានហើយយើងដួសញ៉ាំបានក្តៅក្តៅនិយាយទៅសាច់គោឬកពោះគោនឹងបានតែញ៉ាំក្តៅក្តៅទេបើសិនជាយើងញ៉ាំដល់ពេលទុកវាត្រជាក់វាឡើងកកខ្លាញ់អញ្ចឹងត្រូវខែនេះខែត្រជាក់ផងខែភ្លៀងអញ្ចឹងវារឹតតែកកខ្លាញ់ហើយបងប្អូនអាចមើលវីដេអូនេះបានហើយឃើញហើយបងប្អូនអាចសាកធ្វើញ៉ាំបានណាបងប្អូនវានិយាយទៅតាមស្នាដៃរៀងខ្លួនប្រចាំគ្រួសារអញ្ចឹងណាវាមានរសជាតិជូរប្រៃអញ្ចឹងឆ្ងាញ់ណាបាយអស់ច្រើនណាបងប្អូនអើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ